បងប្អូនទាំងអស់គ្នានេះគឺជាពិធីឆាខាត់ណាជាមួយប្រហិតហើយនឹងប៉ាតេបាទរួមផ្សំជាមួយនឹងបាញ់កាំងបាទអ្នកទាំងអស់គ្នាបាទស្រុកខ្ញុំគេហៅបាញ់កាំងបាទហ្នឹងហើយចូលមកជើងទស្សនាបាទចូលទៅបាទបន្ទាប់មកយើងច្រាំខ្ទឹមពងបាទយើងដាក់ខ្ទឹមពងចូលទៅបន្ទាប់មកយើងដាក់ឲ្យវាពងមកល្មមអញ្ចឹងទៅបាទហើយយើងដាក់ពងទាចូលមកគ្រាប់បាទបន្តមកទៀតក៏គាត់ដាក់ប៉ាតេទឹកមាន់បាទប៉ាតេនេះគឺប៉ាតេទឹកមាន់បាទអ្នកទាំងអស់គ្នាបន្តមកក៏ដាក់ប្រហិតក្រហមបាទ2 3 4 5ចំណិតអញ្ចឹងទៅបាទហ្នឹងហើយអញ្ចឹងសូមទស្សនាតបាទកន្លែងនេះគាត់តឡើងភ្លើងបន្តិចមកហើយក៏គាត់ច្បល់បាទច្បល់ហើយជាមួយក៏ដាក់ឲ្យទៀតបាទអ្នកទាំងអស់គ្នាបាទតបមកក៏គាត់បានដាក់ប្រេងក្រុំបាទអ្នកនរគ្នានេះគឺប្រេងក្រុំបាទនឹងហើយដាក់ចូលទៅហើយប្រេងក្រុំហើយបន្ទាប់មកក៏ដាក់កប៊ីចេងអញ្ចឹងទៅបាទតិចអញ្ចឹងទៅណាអ្នកនរគ្នាបាទដាក់មកល្មមមិនតិចណាទេបាទហើយជូនទស្សនាហើយក៏ថែម ready ទៅចូលបន្តិចបាទកន្លែងនេះគឺខ្ញុំដឹងហើយក៏ថែមទឹកត្រីបាទដាក់មកមួមបាទអ្នកនរគ្នាបាទខាត់ណារបស់យើងបាទកន្លែងនេះគឺគាត់ដាក់ខាត់ណាចូលបាទបន្លែប្លុកនេះគឺទិញពីផ្សារមកស្រេចហើយចិត្តលាងស្រេចស្អាតហើយបាទអ្នកនរគ្នាបាទហើយក៏គាត់ច្បល់ចូលគ្នាបាទនេះគឺដើមខាត់ណាបាទអ្នកទាំងអស់គ្នាបាទបន្លែខាត់ណាយើងហ្នឹងបាទចូលមកចេញទស្សនាបាទមើលទៅតំណងបាទតំណងណាបងប្អូនបាទអរគុណគាត់ភ្លក់រសជាតិមួយសិនថាវាល្មមឬក៏វាយ៉ាងម៉េចរសជាតិវាបាទបន្តមកទៀតគាត់អានេះសរសៃបាញ់កាញ់អ្នកទាំងអស់គ្នាបាទសរសៃបាញ់កាញ់ហ្នឹងគឺយើងយកទៅស្រោះវាឲ្យវាទន់ហើយក៏គាត់ថែមលាយទឹកស៊ីអ៊ីវដាក់បន្តិចបាទឲ្យវាឡើងពណ៌ក្រហមអញ្ចឹងណាអ្នកទាំងអស់គ្នាបាទរួចហើយក៏គាត់ចាក់ចូលច្បល់ចូលគ្នាអ្នកទាំងអស់គ្នាបាទហ្នឹងហើយចិត្តរៀបរយហើយមើលទៅបាទអានេះគ្រាន់តែជាការស្មានរបស់ខ្ញុំទេបាទអ្នកទាំងអស់គ្នាគឺដូចខ្ញុំអត់បាទមើលទៅឲ្យរឿងទុនទាំងអស់បាទហើយមុននឹងយើងចាក់អានឹងចូលណាចាក់តតៃបាញ់កាញ់នឹងចូលយើងចាំបន្លែអីនឹងទុនទៅណាអ្នកទាំងអស់គ្នាចាំចាក់ចូលណាបាទអានេះគ្រាន់តែជាការបញ្ជាក់ទេបាទឥឡូវគឺគាត់ដាក់រងាស់ឲ្យវាមិនទន្ទុះចឹងទៅបាទអានេះប្រហែលជាគាត់ចង់ភ្លក់បាទចង់ភ្លក់រសជាតិថាតើទៅអីឬអត់អញ្ចឹងណាបាទមើលទៅបែបល្មមហើយអត់ទៅអីទេបាទនេះក៏ឌូដាក់ចានហើយបាទឌូដាក់ចានហើយបាទបាទអូដាក់ថែមម្ទេសពីលើអញ្ចឹងស្អាតណាស់អ្នកទាំងអស់គ្នាអើយតំណងណាស់ហើយខ្ញុំហូបហើយឆ្ងាញ់ណាស់អ្នកទាំងអស់គ្នាអេម៉ងបាយ